នាព្រឹកថ្ងៃទី27 ខែមិថុនាឆ្នាំ2026 លោកសេនសាម៉ាននាយកប្រតិបត្តិនៃសមាគមអាម៉ានតកាហ្វូកម្ពុជាបានដឹកនាំកម្មវិធីជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ស្រុកឆ្លងខេត្តក្រចេះស្ដីពីផែនការសកម្មភាពផ្សព្វផ្សាយឆ្នាំ2026-2027ក្នុងគោលបំណងពង្រឹងការយល់ដឹងការសម្របសម្រួលការអនុវត្តការងារនិងការជំរុញការផ្សព្វផ្សាយសកម្មភាពរបស់សមាគមឲ្យកាន់តែមានប្រសិទ្ធភាពនិងទូលំទូលាយក្នុងស្មារតីមនុស្សធម៌និងការចែករំលែកទុក្ខលំបាកសមាគមកាតាក៏បាននាំយកនៅថវិកាពីមូលនិធិឧបត្ថម្ភលើបុណ្យសពទៅប្រគល់ជូនក្រុមគ្រួសារសមាជិកដែលបានទទួលមរណភាពដោយសាររោគគីពៀតចំនួន8លានរៀលដើម្បីចូលរួមរំលែកទុក្ខនិងជួយសម្រាលបន្ទុកគ្រួសារនៃសពស្របតាមគោលការណ៍នៃការជួយគ្នាទៅវិញទៅមកនិងសាមគ្គីភាពរបស់សមាគមលុយទាំងពីរនេះកងហៅមិនតែបានលៀនពីហ្នឹងលុយនេះណៅពីឡាពេតណៅហងផ្លៃប្រាប់ថាកងណាក់ជាមួយរបស់ហ្នឹងរបស់ហងពីស្ងាត់ផ្លោះហ្នឹងគេផ្លៃឡូអោណាក់ជាស្ងាត់នេះគេអូនពួនលោនៅបាក់សមាគមនេះលុយកងអត់តងកណាម៉ានេះគឺញូកើចម្រើនបាត់តែមកខានអស់គឺលុយកងតែហូតងហ្នឹង50មិនតែហូបលោហូតងជំយាហងតាអាក្រាតតែបើអរគុណទាំងពីរស្មារតីភាពនឹងវាកោណាហូតងមកតាលិនវើនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តមសាន់ឡាទីនសមាជិកប្រសិទ្ធិនិងជាប្រធានសមាគមកាតាប្រចាំខេត្តក្រចេះបានថ្លែងការគាំទ្រនិងការកោតសរសើរចំពោះគម្រោងគ្រឹះទាំង3របស់សមាគមព្រមទាំងទស្សនវិស័យនៅក្នុងការអភិវឌ្ឍសហគមន៍ដែលបានផ្ដល់នូវគុណតម្លៃជាក់ស្ដែងនិងជាដំណោះស្រាយប្រកបដោយចីរភាពសម្រាប់សហគមន៍ខ្មែរអ៊ីស្លាមនៅកម្ពុជាដោយថ្ងៃនេះខ្ញុំបានឃើញជាស្ដែងនៃមានបងប្អូននៅក្នុងភូមិទេធូបមានទទួលមោទនភាពហើយគាត់ជានៅសមាជិកអាម៉ាណាតកាហ្វុលហើយអញ្ចឹងសមាគមពុំនាំមកនៅថវិកាចំនួន8លាននៅក្នុងថ្ងៃនេះហើយដោយលោកសែនសាម៉ានគាត់បានទៅចូលទៅសារៈនៅក្នុងទីពេទ្យនៅក្នុងទីនេះក៏ជួយថវិកាជាពីលើកដែរដូច្នេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមយើងអាចនិយាយជារួមបានថាសមាគមអាម៉ាណាតកាហ្វូកម្ពុជាមិនត្រឹមតែជាស្ថាប័នដែលផ្ដល់ការគាំទ្រផ្នែកមនុស្សធម៌ប៉ុណ្ណោះទេប៉ុន្តែជាបណ្ដាញសន្តិកោដ៏ធំមួយដែលប្រមូលផ្ដុំបងប្អូនសាសនាអ៊ីស្លាមឲ្យរួបរวมក្នុងស្មារតីសាមគ្គីភាពមេត្តាករុណានិងការចែករំលែកខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែនដែលសមាគមបានជួយដល់សមាជិកភាពដែលទទួលមរណភាពបានទាន់ពេលវេលាសម្រួលទាំងធ្វើចំពោះធ្វើសតកោសម្រាប់ម្យ៉ាងមូលនិធិសហគមន៍ខ្ញុំអាចជួយគ្នាបានច្រើនតាមរយៈការចូលរួមរបស់សមាជិកនិងសប្បុរសជនកាតាបាននឹងកំពុងជំរុញវប្បធម៌នៃការចែករំលែកទៅវិញទៅមកជាពិសេសនៅក្នុងពេលជួបគ្រាអាសន្នទុក្ខលំបាកឬវិបត្តិផ្សេងៗដើម្បីកសាងសហគមន៍ខ្មែរអ៊ីស្លាមមួយដែលមានភាពរឹងមាំសាមគ្គីភាពនិងរីកចម្រើនប្រកបដោយបរិយាកាស